ជួយកែលំហាត់បញ្យលលំហាត់ខ្លះមកបញ្យលតែមេរៀនអញ្ចឹងខ្ញុំចេះហើយមេរៀនខ្ញុំចង់ចេះលំហាត់ខ្លះខ្ញុំរៀនស្ទើរលំហាត់អូខេអញ្ចឹងតាមសំណុំពរលោកគ្រូនឹងធ្វើលំហាត់កំណែឲ្យមើលខ្លះតែយើងនឹង challenge គ្នាហ្មងបើសិនជាវីដេអូនឹងផ្ទុះបាន 300k view ដូចញ៉ាំ train AI អីអាហ្នឹងលោកគ្រូកែលំហាត់នឹងឲ្យរាល់ថ្ងៃហ្មងមួយថ្ងៃ2លំហាត់មួយថ្ងៃ2លំហាត់អីចឹងទៅទុកសម្រាប់ឲ្យពួកយើងរហូតដល់ថ្ងៃប្រឡងថ្នាក់ជាតិចេះអូខេឥឡូវយើងសាក់លបងជាមួយនឹងវីដេអូមួយនឹងមួយណា ADN មួយមាន nucleotide M ស្មើនឹង 11200 បាទហើយគេប្រាប់ថា nucleotide ចង្វាក់ទី1ចង្វាក់ម្ខាងឬក៏ចង្វាក់ទី1មាន nucleotide ATCG មានសមាមាត្រលំដាប់លំដោយអញ្ចឹង A ចង្វាក់ទី1គឺ A អងសមាមាត្រលំដាប់លំដោយគឺយើងសរសេរបែបនេះបាទអញ្ចឹង A អងលើ2 T អងលើ4 C អងលើ6 J អងលើ8មែនទេអញ្ចឹងឲ្យតកូនឯងជួបលំហាត់បែបអញ្ចឹងឲ្យទៅជួបលំហាត់បែបអញ្ចឹងគឺយើងទាញឲ្យជាប់អញ្ញត្តិមួយមកយកអញ្ញត្តិមួយណាយកទៅប៉ុន្តែយើងសម្លឹងមើលដែរថាអញ្ញត្តិមួយណាដែលស្រួលជាងគេអញ្ចឹងខ្ញុំទាញយក T អងស្មើនឹង 4A អងលើ2អញ្ចឹងវាស្មើ 2A អងយកមកហើយទាញយក C អងស្មើនឹង 6A អងលើ2អញ្ចឹងវាស្មើ 3A អងអញ្ចឹងទៅហើយនឹងទាញយក J អងស្មើនឹង 8A អងលើ2អញ្ចឹងវាស្មើ 4A អងណាអញ្ចឹងយើងតាមវាសមីការ1 2 3អញ្ចឹងទៅណាបន្តមកទៀតយើងសម្លឹងមើលថាតើលំហាត់របស់យើងហ្នឹងគេសួររកអីអញ្ចឹងលំហាត់របស់យើងគឺសំណួរទី1គេសួររក nucleotide នីមួយៗលើចង្វាក់ម្ខាងហ្នឹងអញ្ចឹងបានន័យថាលំហាត់របស់យើងគឺគេសួររក A អង T អង C អង J អងហ្នឹងឯងណាអញ្ចឹងលំហាត់ហ្នឹងតើយើងធ្វើម៉េចដើម្បីរកវាឃើញអញ្ចឹងយើងគ្រាន់តែយកតម្លៃបាទតាមគោលការណ៍ពេញបាក់អញ្ចឹងតាមគោលការណ៍ពេញបាក់យើងមិនមាន A ស្មើ A អងបូកជាមួយ T អងអញ្ចឹងពេលដែលយើងយកតម្លៃនេះចំនួនចូលមកយើងនឹងឃើញអីគេយើងនឹងឃើញបាន 3A អងត្រូវទេបាទព្រោះ T អងស្មើ 2A អងអានេះ A អងដូចគ្នាអញ្ចឹងវាស្មើ 3A អងចំណែក C វិញគឺស្មើនឹង 3A អងបូក 4A អង C វាស្មើ C អងបូក J អងអញ្ចឹងវាស្មើនឹងបាទ 7A អងអញ្ចឹងទៅរួចហើយយើងយកតម្លៃ A និង C ហ្នឹងយកទៅចំនួនចូលក្នុងអីគេបាទយើងយកចំនួនចូលក្នុង M ទៅបាទអញ្ចឹងយើងយក A និង C ដែលយើងរកឃើញយកចំនួនចូលក្នុង M ទៅហើយ M យើងនឹងជាប់អញ្ញត្តិអីគេជាប់អញ្ញត្តិ A អងហើយយើងទាញរក A អងដោះស្រាយរក A អងមកតោះនេះអញ្ចឹងពេលដែលយើងរកឃើញ A អងហើយយើងយក A អងមកចំនួនចូលក្នុងលេខ1លេខ2លេខ3នេះទៅយើងនឹងឃើញបាទតម្លៃ A អង T អង C អងតាមអ្វីដែលយើងចង់បាននឹងហើយបាទចំណែកសំណួរខវិញគេសួររក nucleotide នីមួយៗរបស់ ADN អញ្ចឹងរក nucleotide នីមួយៗរបស់ ADN គឺរកនេះរកអាទី4និងអាទី5នេះអញ្ចឹងយើងគ្រាន់តែយក A អងចំនួនចូលមកវិញមកបាទដែលចំនួនចូលក្នុងសម័យកាលលេខ4និងសម័យកាលលេខ5ទៅឃើញ A និង C ចប់សំណួរខហើយចំនួនកសំណួរកយើងសួររកអីករកជំហានអញ្ចឹងជំហានរូបមន្តរបស់ជំហានគឺដោយមួយជំហានមាន20 nucleotide អញ្ចឹងចំនួនជំហានស្មើអីទេបាទចំនួនជំហានស្មើ M លើ20ឃើញទេបាទនេះគឺជាលំហាត់ទី1របស់យើងតោះអញ្ចឹងដូចយើងនិយាយគ្នាមិញអញ្ចឹងបាទសិនជាវីដេអូមួយនេះផ្ទុះបាន 300k ដូចញ៉ាំ train AI លោកគ្រូនឹងធ្វើលំហាត់បែបហ្នឹងបញ្យល់យើងបន្តទៀតអូខេជម្រាបលា